Ok, xưa đây đó thế chân ở lại dân to mày đến bảo dân mối tiết cứ tại tông cho mình DHCP chân muốn nâng tại tông một static ban này thay dân cùng not PC dân assign IP từ căn user cứ chi lệ khả static phần tay person bờ DHCP ban này thay vì assign IP từ căn PC auto mà chân group device để connect từ căn router môi nâng từ căn switch môi nâng cứ vì assign auto chân anh nâng chia lệ khả dân cùng not router bởi dân chi lệ khả DHCP lấy dân châu mà cầm nọ tầng ngọt này hơi tại tông cho mùi nâng subnet tại tông cho mùi nâng default gateway cứ nhưng anh cầm nọ tăng vì ở static hào vậy lấy dân châu mà đã ngọt này chắc là này cứ chia router tại nhóm đầu thôi mấy cứ nó không này cứ port và biết cứ ethernet zone là zone hay zone là mùi hiện tại chẳng dân click mà cần vô mà cần CLIហើយយើងឃើញកន្លែងនេះឃើញ no យើងចុច no ចឹងមក yes no no enter មកចេញពាក្យ router ចឹងទៅហើយអ្វីដែលយើងត្រូវធ្វើបន្តទៀតយើងធ្វើដូចមុនដដែលយើងដាក់enable មួយទេអត់លឿនទេ enable sorry វាយខុស enable ហើយបន្តមកទៀត config terminal អូខេបន្ទាប់ពីចេញពី config ហើយយើងវាយពាក្យ interface GIG ហើយ0/0/ អត់មានទេគឺ0/0តែប៉ុណ្ណឹងទៅហើយយើង enter មកហើយយើង no shutdown មួយចង់ដឹងថាវា port ទៅខាងណាមកខាងឆ្វេងឬក៏មកខាងស្ដាំយើងដាក់ no shutdown ដើម្បីឲ្យវាកន្លែងក្រហមនេះឲ្យវាទៅជា arm វិញ no shutdown អញ្ចឹងគឺមកខាង teacher zone គឺត្រឹមត្រូវហើយបន្តមកទៀតយើងតទៀតមកយើងវាយ IP address ហើយយើងវាយ IP address យើងចូលគឺទី1គឺ default gateway ហើយដក clear មកគឺ subnet មករបស់យើងអញ្ចឹង default gateway របស់យើងគឺកន្លែងនេះយើងដាក់មកគឺ 192.168.1.1 ដក clear ហើយយើងវាយsubnet មករបស់យើងចូលគឺ26គឺ255.192 enter ហើយយើងធ្វើមកទៀតយើងចេញមកអស់មក exit មួយយើងចូលពាក្យថា config អញ្ចឹងនៅក្នុងពាក្យ config នេះដើម្បីកំណត់ជា DHCP បានយើងត្រូវបង្កើតនៅ DHCP pool មួយអញ្ចឹងយើងដាក់ថា IP DHCP ហើយ pool អូខេហើយយើងវាយឈ្មោះបើយើងចូលមកវាយធ្វើអីទៅខ្ញុំដាក់ server 1 server 01ចុះអញ្ចឹងកន្លែងនេះគឺជាឈ្មោះអញ្ចឹងឈ្មោះរបស់ DHCP មួយហ្នឹងយើងចង់ដាក់ឈ្មោះអីឈ្មោះទៅអូខេ IP DHCP pool ហើយឈ្មោះ enter អញ្ចឹងយើងឃើញកន្លែងនេះគឺ router របស់យើងគឺចេញពាក្យ DHCP config ហើយបន្តមកទៀតយើងត្រូវធ្វើអីទៀតអ្វីដែលយើងត្រូវធ្វើគឺយើងកំណត់ network របស់យើងអញ្ចឹង network របស់យើងគឺយើងវាយពាក្យថា network មកហើយយើងវាយ192បានថា network rank របស់ network របស់យើងពីណាដល់ណាអញ្ចឹង192.168ចុចនេះកន្លែង subnet មកចុចអីគេចុច1.0រហូតដក clear មក subnet មករបស់យើងដដែល192.255.192 enter ហើយអ្វីដែលយើងត្រូវធ្វើបន្តទៀតយើងត្រូវវាយ default gateway អញ្ចឹងអ្វីដែលយើងត្រូវធ្វើគឺ default វាយខុសហើយ default ដកមកសញ្ញាដក clear សញ្ញាដក default ហើយ router ដក clear មួយហើយយើងវាយ default gateway យើងចូល192.168.1.1 enter បន្តមកទៀតយើងអត់មានអីធ្វើទេយើងត្រូវធ្វើឥឡូវប៉ុណ្្នឹងសិនទៅយើងមកមើលទាំងអស់គ្នាថាវាចេញនៅកន្លែង IP address គឺចេញហើយយើង check មើល PC របស់យើងអញ្ចឹង IP config ហើយកន្លែងនេះយើងយកពាក្យថា DHCP អញ្ចឹងកន្លែងនេះគឺចេញហើយ 192.168.1.1 ហើយកន្លែងនេះគឺ 168.1.2 អូខេបន្តមកទៀតអ្វីដែលយើងត្រូវធ្វើបន្តទៀតយើងដឹងហើយថាកន្លែងនេះគឺត្រូវការតែ50 host ទេប៉ុន្តែវា village អញ្ចឹងវានៅពេលដែល village អញ្ចឹងយើងត្រូវធ្វើអីបន្តទៀតយើងដកវាចេញអញ្ចឹងកន្លែងនេះយើង exit ចេញមកសិនមកយើងចេញពី config តទៅចេញពី config ហើយយើងវាយពាក្យថា IP DHCP ហើយ excluded អូខេ excluded ដក clear មួយមកមិនដក clear sorry សញ្ញាដកមួយមកហើយ address ហើយដក clear យើងវាយចន្លោះណាដែលយើងចង់ដក
តណត់ IP DHCP excluded ហើយសញ្ញាដកហើយ address ហើយដក clear មួយអញ្ចឹងយើងត្រូវការតែ50 IP ឯងឥឡូវខ្ញុំទៅ check មើលទាំងអស់គ្នាឯណាតោះឥឡូវមិញ /26 របៀប check មើលតោះ1 calculate អញ្ចឹងកន្លែងនេះគឺទាំងអស់មាន usable host គឺ62អញ្ចឹងយើងត្រូវការតែ50ទេអញ្ចឹងយើងរាប់មកឲ្យគ្រប់50មកពីលេខ1រហូតដល់លេខ50មកហើយយើងយកលេខ51ចេញយកលេខ51រហូតដល់លេខ62តើអត់51ដល់លេខ62អញ្ចឹងកន្លែងនេះយើងដាក់មក 192.168.1.51 អូខេឥឡូវខ្ញុំយក52ចុះដោយសារអីដោយសារ default gateway គឺយើងអត់ប្រើទេអញ្ចឹង default gateway យើងអត់ប្រើអញ្ចឹងកន្លែងនេះគឺឡើង52ដើម្បីឲ្យ usable rank គាត់អាច access ចូលបានចំនួន50 host អញ្ចឹងយក52មកហើយខ្ញុំដក clear អញ្ចឹង 192.168.1. ចុចមិញរហូតដល់62អញ្ចឹងកន្លែងនេះគឺជា មិន broadcast ទេវាពីចន្លោះហ្នឹងបានថាយើងដកវាយើងដកអាប៉ុណ្ណឹងចេញអញ្ចឹងបានថាពី192 168.1.2 រហូតដល់152. sorry 168.1.51 គឺយើងអាចប្រើបានអញ្ចឹងយើងដកពីនេះទៅតោះឥឡូវយើង enter មកគឺចប់ហើយយើង exit មកនិយាយទៅគឺវាអត់មានអីច្រើនទេតែប៉ុណ្្នឹងទេហើយប៉ុណ្ណឹងយើងអាច check មើលបានហើយអញ្ចឹងបានថាវាមានតែចន្លោះហ្នឹងទេ PC របស់យើង DHCP ចាំតិចទៅអូខេនេះ3អញ្ចឹងយើង add រហូត50ឧទាហរណ៍យើងចង់ add PC ថ្មីមួយចូលអញ្ចឹងយើងទាញខ្សែមកអូខេ desktop DHCP ចាំតិចទៅយើងវារៀង slow ទេកន្លែងហ្នឹងវាដល់ពេលយើង add ថ្មីអញ្ចឹងទៅអញ្ចឹងកន្លែងនេះវា error ហើយអញ្ចឹងបើសិនបើវា error វាអត់ទាន់ដើរបើណាវាអត់ទាន់ដើរហើយកន្លែងហ្នឹង fail អញ្ចឹងវាយើងចាំតិចទៅដឹងវាដើរហើយអូខេអញ្ចឹងវាយើងចាំតិចទៅវាដើរហើយអូខេឥឡូវខ្ញុំចូលចាំកុំឲ្យវាយូរហើយកន្លែងនេះតើតើជាមួយមួយខាងទៀតគឺយើងធ្វើខ្លួនឯងទៅ config ខ្លួនឯងទៅហើយវាដូចតែគ្នាទេបាទអូផ្លេចប្រាប់មួយទៀតទាំងអស់គ្នាកន្លែងនេះយើង complete write memory ផងអូខេ write memory ហើយយើងចុច OK មកអូខេអត់អីទេប៉ុណ្ណឹង yes ហើយយើង save file យើងធម្មតាទៅអានោះហ្នឹងហើយ yes that's all